របៀបបង្កើត account TikTok ថ្មីនិងរៀបចំ account TikTok របស់យើងឲ្យស្តង់ដាមានអ្នកមើលឃើញច្រើនបាទសួស្តីបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយនៅវីដេអូនេះអំពីរបៀបបង្កើត account TikTok បងប្អូនណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាជាដំបូងបងប្អូនចូលមកក្នុង Play Store មកបងប្អូនណាបាទចូលមក Play Store បងប្អូនទាំងអស់គ្នាយើងចុចកន្លែង search នេះបាទតមកបងប្អូនចុចកន្លែង search នេះបងប្អូនទាំងអស់គ្នាគឺយើងវាយថា TikTok បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងឃើញហើយ TikTok បងប្អូនចុចលើ TikTok មកអញ្ចឹងបងប្អូនទាំងអស់គ្នាយើងធ្វើការដំឡើងមក install មកណាបាទនៅពេលណាដែលបងប្អូនធ្វើការ install ហើយចេញ open បែបនេះអញ្ចឹងយើងចូលទៅបង្កើត TikTok ទាំងអស់គ្នាបងប្អូនទាំងអស់គ្នាយើងចុច open មកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាចេញលក្ខណៈបែបហ្នឹងបងប្អូនមើលមកជួននេះយកកន្លែង profile ចុចលើ profile របស់យើងមកដើម្បីចូលទៅបង្កើតបាទ TikTok បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងអត់ទាន់មាន account គឺយើងយកកន្លែង sign up មកណាបាទយក sign up បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាតើយើងបង្កើតនឹងតាមរយៈលេខទូរស័ព្ទឬមួយក៏ email បើសិនតែយើងបង្កើតតាមរយៈលេខទូរស័ព្ទបងប្អូនយកអ្នកកន្លែងនេះណាវាយលេខទូរស័ព្ទយើងចូលមកបងប្អូនណាហើយយើងមើលកន្លែងនេះដែរណាបាទកន្លែងហ្នឹងគឺ855ណាបងប្អូនអញ្ចឹងយើងរួមមើលទៅបងប្អូនចុចកន្លែងនេះបាទយើងនៅកម្ពុជាយើងវាយថា Cambodia បាទយើងវាយថាអក្សរ CA មកបងប្អូនឃើញ Cambodia នៅខាងលើហើយបាទបងប្អូនចុចលើកន្លែងហ្នឹងមកបើសិនតែវាយអក្សរ C អត់តាន់ចេញបងប្អូនវាយសថែមទៀតមកណាបាទនេះឃើញទេវាយ CAM មកគឺចេញតែ Cambodia បងប្អូនណា855លេខកូដចុចលើហ្នឹងមកហ្នឹងហើយអញ្ចឹងបន្តមកទៀតយើងវាយលេខទូរស័ព្ទរបស់យើងចូលមកបងប្អូនណាលេខទូរស័ព្ទយើងមានប៉ុន្មានឧទាហរណ៍016អញ្ចឹងចាស់បាទ23 89អញ្ចឹងចាស់ឧទាហរណ៍ណាបាទបន្តមកបងប្អូនចុច continue មកបាទហ្នឹងសម្រាប់អ្នកបង្កើតតាមរយៈលេខទូរស័ព្ទណាបងប្អូនណាបាទបន្តមកទៀតចេញលក្ខណៈបែបហ្នឹងគេឲ្យយើងអូសអារូបហ្នឹងអូសឲ្យត្រូវយើងនេះអាព្រួយហ្នឹងកំណុះព្រួយហ្នឹងយើងអូសយើងដាក់ធ្វើម៉េចឲ្យត្រូវណាបាទនេះឃើញទេយើងដាក់មកឲ្យចំមកហូរហើយនេះដាក់ចឹងមកគឺថិចឲ្យយើងហើយបងប្អូនណាបាទហ្នឹងហើយអាហ្នឹងយើងធ្វើណាបន្តមកទៀតគេនឹងផ្ញើបាទលេខកូដតាមរយៈកតុយ89នេះអញ្ចឹងគេនឹងខលមកបងប្អូនណាគេនឹងខលទៅលេខយើងហើយអញ្ចឹងបងប្អូនយកមកវាយមកបងប្អូនណាបាទបងប្អូនយកលេខកូដដែលគេហៅហ្នឹងយកវាយមកអញ្ចឹងបងប្អូនដែលបង្កើតតាមរយៈលេខទូរស័ព្ទបងប្អូនណាអញ្ចឹងខ្ញុំចុចចេញវិញបាទអញ្ចឹងសម្រាប់បងប្អូនយើងអត់ចង់បង្កើតតាមរយៈលេខទូរស័ព្ទទេបងប្អូនចង់បង្កើតតាមរយៈ email បាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងអាចយកកន្លែង continue with email បងប្អូនណានេះកន្លែងនេះណាបាទហើយមួយទៀតខ្ញុំសូម recommend បងប្អូនយើងកុំ continue ជាមួយនឹង Facebook កុំ continue ជាមួយនឹង Google ណាបាទបងប្អូនបាច់ណាបាទបើមានលេខទូរស័ព្ទដាក់លេខទូរស័ព្ទមកបើអត់ទេយើងធ្លាប់បង្កើតហើយប៉ុន្តែបង្កើត TikTok អត់បាន TikTok របស់យើងខូចក្តីបងប្អូនណាឬមួយក៏មិនទាន់បង្កើតក្តីបើសិនតែយើងមានលេខទូរស័ព្ទយើងវាយលេខទូរស័ព្ទមកហើយបើសិនតែបងប្អូនធ្លាប់បង្កើតលេខទូរស័ព្ទហើយយកមកបង្កើត TikTok ទៀតអត់បានទេអញ្ចឹងបងប្អូនត្រូវដាក់ email អញ្ចឹងបងប្អូនចុចកន្លែង continue មកទោះបីបងប្អូនលេខទូរស័ព្ទមិនទាន់បង្កើតក៏ដោយបងប្អូនចង់បង្កើតតាម email ក៏អាចបង្កើតបានដែរណាបាទអញ្ចឹងបងប្អូនចុចពាក្យថា continue with email បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងវាយ email របស់យើងចូលមកបងប្អូនណាបាទឧទាហរណ៍ថាខ្ញុំវាយ email ចូលសិនបាទឧទាហរណ៍ខ្ញុំវាយ email ចូលបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចុចពាក្យថា continue បាទបន្តមកទៀតគេឲ្យយើងបង្កើត password ដោយខ្លួនឯងបងប្អូន8ពាក្យមកណាបាទហ្នឹងហើយ8ពាក្យឧទាហរណ៍ខ្ញុំបង្កើតសិនខ្ញុំសុំបាំងតិចសិនហើយយើងដាក់លេខដាក់អក្សរបន្តមកយើងកុំភ្លេចសញ្ញាណាបងប្អូនណាបាទគេឲ្យយើងដាក់សញ្ញាអញ្ចឹងបងប្អូនយើងដាក់សញ្ញាបន្ថែមមកបាទនៅពេលណាដែលយើងវាយសញ្ញាត្រូវហើយបងប្អូនទាំងអស់គ្នាវាថិចឲ្យយើង3អញ្ចឹងណាបាទបើសិនតែយើងដាក់អត់ត្រូវទេគឺវាអត់ថិចឲ្យយើងបានទាំង3ទេបងប្អូនណាអញ្ចឹងបងប្អូនយើងវាមានទី1គឺមានអក្សរមានលេខហើយនឹងមានសញ្ញានេះសញ្ញាមានដុល្លារមានសញ្ញាស៊ូមានឧទានហ្នឹងណាបាទមាន dot មានអីចឹងទៅបាទសំខាន់គឺយើងដាក់មួយណាក៏បានដែរឲ្យតែបានមួយដូចថាអត់ទេយើងដាក់យើងចង់ដាក់ dot គឺយើង dot ចឹងទៅនេះបាទយើងចង់ដាក់ដុល្លារក៏បានយើងចង់ដាក់ទង់ជួក៏បានចង់ដាក់ dot នេះក៏បានបាទជំរើសយើងមានច្រើនណាបងប្អូនបាទបន្តមកទៀតpassword ដែលយើងបានបង្កើតហ្នឹងយើងត្រូវថតទុកបងប្អូនណាចុចកន្លែងនេះចុចកន្លែងនេះដើម្បីឲ្យបង្ហាញនៅ password ដែលយើងបានបង្កើតហ្នឹងលេខប្រមាណអីប្រមាណបងប្អូនណាចុចកន្លែងហ្នឹងមកយើងនឹងឃើញលេខកូដដែលយើងបានបង្ហាញហើយ password ដែលយើងបានបង្ហាញណាបាទចុចកន្លែងភ្នែកនេះបាទបន្ទាប់បង្ហាញយើង screenshot យើងកត់ទុកទៅបងប្អូនណាកុំឲ្យភ្លេចណា password របស់យើងទុក login log out ចូលទៅមកណាបាទហ្នឹងហើយយើងកត់ទុកចំណាំទៅបាទនៅពេលណាដែលខ្ញុំបានកត់ទុក password ហើយបងប្អូនកត់ទុកហើយបងប្អូនច
ចុចពាក្យថា continue បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងនេះមកបាទយើងបង្កើតដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងមកណាបាទអញ្ចឹងយើងកន្លែងនេះគឺយើងកើតនៅខែណាឆ្នាំណាអញ្ចឹងទៅបងប្អូនណាហ្នឹងហើយយើងរួមមើលដូចថាយើងកើតហ្នឹងហើយខែ11អញ្ចឹងតោះបាទខែ11ហើយយើងកើតថ្ងៃទីប្រមាណកន្លែងនេះអាកដាលនេះយើងអូសចុះក្រោមមកព្រោះមើលទៅយើងកើតថ្ងៃទីប្រមាណបងប្អូនណាបាទទៅថ្ងៃទី6ចុះហើយនេះយើងកើតឆ្នាំអីគេបាទយើងដាក់មកបងប្អូនណាយើងកើតឆ្នាំអីគេដូចថាឆ្នាំនេះចុះ1989ចុះឧទាហរណ៍អញ្ចឹងបងប្អូនដាក់ឲ្យត្រូវមកណាបាទដាក់ឲ្យត្រូវបងប្អូនមកបងប្អូនកើតខែណាបងប្អូនកើតថ្ងៃណាបាទបងប្អូនកើតឆ្នាំណាបងប្អូនណាបាទអូខេតមកបងប្អូនទាំងអស់គ្នាយើងចុច next កន្លែងនេះបាទយើងរងចាំបន្តិចបាទបន្តមកទៀតគេឲ្យយើងបង្កើត nickname បងប្អូនណាបងប្អូនគ្នាអញ្ចឹងឧទាហរណ៍ថាឈ្មោះយើងអីគេបាទឈ្មោះយើងឈ្មោះកែវអញ្ចឹងទៅបាទអញ្ចឹងយើងដាក់អាចដាក់បានបងប្អូនណាបើអក្សរធំទាំងអស់ក៏បានដែរបងប្អូនយើងហ្នឹងហើយកែវបងប្អូនចង់វាយអក្សរតូចក៏បានធំក៏បានស្រេចលើបងប្អូនណាបាទឧទាហរណ៍ថាខ្ញុំវាយកែវចន្ទាអញ្ចឹងចាស់តមកបងប្អូនទាំងអស់គ្នាខ្ញុំចុច continue បាទបន្តមកចេញអញ្ចឹងខ្ញុំយកកន្លែងអូខេតមកទៀតចេញអញ្ចឹងខ្ញុំយកអូខេទៀតបើចេញអញ្ចឹងយើងបែកថយក្រោយវិញយើងអត់ភ្ជាប់ទេបាទបន្តមកទៀតគេឲ្យយើងជ្រើសរើសថិចឲ្យបានប្រហែលអ្នក5អ្នកអីទៅណាឧទាហរណ៍ខ្ញុំថិចបាន4អ្នកចុះបាទបន្តមកទៀតខ្ញុំចុចខ្វែងចេញតមកទៀតបងប្អូនទាំងអស់គ្នាយើងចុចលើ profile របស់យើងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងបានធ្វើការបង្កើត account TikTok បានមួយហើយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងធ្វើការរៀបចំបាទនៅ account TikTok របស់យើងឲ្យបានត្រឹមត្រូវស្តង់ដារអញ្ចឹងបងប្អូនជាដំបូងបងប្អូនចុចកន្លែង edit profile សិនមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងអាចចុចកន្លែងនេះណាបាទកន្លែងទៅដាក់ profile របស់យើងចុចលើហ្នឹងមកតមកទៀតចេញអញ្ចឹងបងប្អូនយកកន្លែង select from gallery ណាបាទចុចលើ select from galleryអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់នៅរូបនេះបងប្អូនណាយើងថិចលើរូបហ្នឹងមកបន្តមកយើងចុច next បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងកុំថិចកន្លែងនេះណាយើងយកកន្លែង save មកណាបាទយើងយក save មកបានហើយបាទបន្តពីយើងបានធ្វើការដាក់លើ profile របស់យើងហើយកន្លែងbio នេះបងប្អូនទាំងអស់គ្នាយើងអាចចុចលើកន្លែងហ្នឹងបានបាទចុចលើកន្លែងហ្នឹងមកបាទអញ្ចឹងយើងសរសេរមកបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងសរសេរបែបហ្នឹងមកណាបាទសរសេរបែបហ្នឹងមកបាទសួស្តីអ្នកទាំងអស់គ្នាអរគុណសម្រាប់ការស្រឡាញ់ចូលចិត្តតែប៉ុណ្្នឹងមកបានមិនបាច់ច្រើនទេណាបាទតោះមកយើងចុច save មកបងប្អូនចង់ដាក់អីក៏ដាក់មកបន្ថែមមកណាបាទអានឹងការស្វាគមន៍បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺកន្លែងហ្នឹងគឺយើងមិនចាំបាច់ធ្វើអីទៀតទេបងប្អូនណាបានហើយបាទបន្តមកទៀតបងប្អូនទាំងអស់គ្នារួចរាល់អស់ហើយកន្លែងហ្នឹងយើងចុចចេញវិញមកចុចព្រួយបាទបន្តមកទៀតយើងបានធ្វើការដាក់ profile ហើយអញ្ចឹងយើងចូលទៅធ្វើការរៀបចំនៅ account របស់យើងដើម្បីឲ្យគេមើលឃើញច្រើនបើការមើលឃើញច្រើនពេលណាដែលយើងផុសវីដេអូទៅឲ្យមានគេមើលឃើញច្រើនអញ្ចឹងណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងយកកន្លែងនេះមកបាទបងប្អូនកន្លែងត្រី3បន្តមកទៀតបងប្អូនទាំងអស់គ្នាយើងយកកន្លែង setting and privacy ចុចលើហ្នឹងមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងមកយកកន្លែងកូនសោកន្លែង privacy បាទបងប្អូនចុចកន្លែង privacy មកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាខ្ញុំបញ្ជាក់តិចកន្លែងនេះ private account នេះកុំបើកណាបាទបើកគឺយើងដាក់ private ហើយបាទអញ្ចឹងយើងចង់ឲ្យឃើញទូទៅតែម្ដងគឺយើងកុំ tick ណាបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាមកយកកន្លែង suggest your account to other ចុចលើហ្នឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចង់បិទ connect ក៏បានយើងចង់បើកក៏បានបាទហើយកន្លែង Facebook friend នេះយើងចង់បើកក៏បានមិនបើកក៏បានបាទថាបើសិនយើងបើកការ connect អីហ្នឹងគឺសម្រាប់អ្នកដែលយក save my contact របស់យើងអីផ្សេងៗហ្នឹងគឺនឹងឃើញ TikTok របស់គេអញ្ចឹងណា load មកបាទអញ្ចឹងហើយកន្លែងនេះគឺ friend Facebook របស់យើងដូចថា
យើងបានបង្កើត account Facebook ចឹងនៅពេលណាដែល friend Facebook របស់យើងគាត់មាន TikTok ដែរវានឹង alert ឲ្យយើងឃើញពួកគាត់ចឹងណាបាទអាហ្នឹងងាយស្រួលមួយយ៉ាងដែរបងប្អូនណាបាទហើយបើថាយើងអត់ចង់ឲ្យ friend នៅក្នុង Facebook របស់យើងឃើញយើងអាចបិទវិញទៅបងប្អូនណាអាចបិទបាទអាចបិទចឹងវិញទៅបាទយើងយក friend ទៅនៅក្នុង TikTok បានហើយចឹងណាបាទចឹងបងប្អូនចង់បើកក៏បើកទៅបិទក៏បិទទៅចឹងណាបាទតោះមកយើងចុចព្រួយចេញវិញបន្តមកទៀតបងប្អូនទាំងអស់គ្នាកន្លែង Site Connect and Facebook Friend បាទចុចកន្លែងហ្នឹងមកបាទកន្លែងហ្នឹងគឺអត់មានអីទេបងប្អូនទាំងអស់គ្នាយើងមិនចាំបាច់ធ្វើវាទេចុចចេញវិញមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែង location survey នេះខ្ញុំ recommend ដល់បងប្អូនយើងមិនចាំបាច់បើកទេបងប្អូនណាបាទកុំឲ្យគេដឹងថាទីតាំងយើងនៅកន្លែងណាអីកន្លែងណាអញ្ចឹងយើងមិនកុំឲ្យគេដឹងថាទីតាំងយើងនៅកន្លែងណាអីកន្លែងណាអញ្ចឹងអ្នកទាំងអស់គ្នាមិនចាំបើកទេបាទតមកទៀតបងប្អូនអូសទៅលើបងប្អូនយកកន្លែង comment នេះចុចលើ comment អានេះ everyone ត្រូវហើយបាទបងប្អូនអញ្ចឹងបងប្អូនចុចកន្លែងនេះមកបាទអូខេចុចចេញវិញសិនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអូខេហើយចុចព្រួយចេញវិញបាទបន្តមកកន្លែង mention ចុចលើ mention មក everyone ត្រូវហើយបាទអញ្ចឹងបងប្អូនចុចព្រួយចេញវិញអាកន្លែង direct message បងប្អូនទាំងអស់គ្នាចុចលើហ្នឹងមកអញ្ចឹងបងប្អូនចុចលើហ្នឹងមកបាទបងប្អូនយក everyone មកណាបាទយក everyone មកបាទអញ្ចឹងយើងយក everyone មកបងប្អូនណាបាទហ្នឹងហើយតមកបងប្អូនចុចខ្វែងនេះមកបាទបងប្អូនចុចព្រួយចេញវិញបាទបន្តមកទៀតបងប្អូនមកយកកន្លែង reuse of content បាទចុចលើហ្នឹងមកអញ្ចឹងបងប្អូន everyone ត្រូវហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងចុចព្រួយចេញវិញទៅបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងមកយកបាទអញ្ចឹងយើងមកយកកន្លែង display profile when sharing link បងប្អូនណាចុចលើហ្នឹងមើលចង់ដឹងមើលហ្នឹងហើយអញ្ចឹងបងប្អូនយើងអាចបើកកន្លែងហ្នឹងបានបាទតោះមកយើងចុចខ្វែងចេញវិញបាទកន្លែង download on ហើយមិនបាច់ទេបាទកន្លែង following list everyone ហើយអត់អីទេបាទអញ្ចឹងយើងមកមើលកន្លែង like video អញ្ចឹងយើងចុចកន្លែងហ្នឹងមកបងប្អូនកន្លែង like video ណាបាទអញ្ចឹង like video យើងត្រូវដាក់ everyone ណាបាទហ្នឹងហើយយើងចង់ឲ្យនរណាបានមើលឃើញការវីដេអូរបស់យើងមានការ like វីដេអូរបស់យើងណាបាទបងប្អូនចុចកន្លែង everyone ហ្នឹងមកបាទតមកបងប្អូនចុចខ្វែងបាទបន្តមកទៀតបងប្អូនទាំងអស់គ្នា favorite sound ណាបាទអញ្ចឹងបងប្អូនអាចចុចលើនឹងបានបងប្អូនអាចបើកមកបាទបើកក៏បានមិនបើកក៏បានអញ្ចឹងបងប្អូនបើកមកណាបាទបើកមកតមកបងប្អូនចុចព្រួយចេញវិញមកបាទបន្តមកទៀតកន្លែង view នេះបងប្អូនបើកមក view បាទចុចបើកទៀតមកណាបាទហ្នឹងហើយតមកចុចព្រួយចេញវិញមកអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាប៉ុណ្្នឹងហើយបងប្អូនណាការរៀបចំគឺបងប្អូនផុសទៅនឹងមានអ្នកមើលឃើញច្រើនហើយបងប្អូនព្យាយាមលេងព្យាយាមផុសទៅណាបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាយើងត្រូវធ្វើការនេះសិនបងប្អូនណាបាទអត់តន់ដំណើរការល្អទេបងប្អូនយើងចូលមកកន្លែងនេះមកបាទឬមួយក៏ចូលទៅ Gmail របស់យើងបាទដើម្បីយើងធ្វើការ verify ណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកនេះក៏បានអ្នក trace 3នេះមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយកកន្លែង setting and privacyបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងយក account ណាបាទចុចលើ account បាទអញ្ចឹងបងប្អូនយកកន្លែង account information ចុចលើហ្នឹងមកបាទអញ្ចឹងកន្លែង email នេះបើសិនជាយើងអត់ទាន់ verify ទេវាចេញក្រហមអញ្ចឹងបើសិនតែចេញក្រហមបងប្អូនចុចចំកន្លែងហ្នឹងមកគឺអូខេហើយបងប្អូនណាបាទអញ្ចឹងយើងអាចដំណើរការបានហើយបងប្អូនណាបាទ